ផ្ទះទំហំ3ម៉ែត្រគុណនឹង8ម៉ែត្រចំនួន2ខ្នងតបជាប់គ្នាមានផ្លូវដើរកណ្ដាលបាក់ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះផ្ទះចល័តស្រុកស្រីសន្ធរសូមមកបង្ហាញនៅប្រភេទផ្ទះមួយប្រភេទដែលមានទំហំ3ម៉ែត្រគុណនឹង8ម៉ែត្រចំនួន2ខ្នងនេះជាការកម្មងរបស់បងប្រុសបងស្រីនៅខាងខេត្តកំពតលើនេះក្រុមការងារខាងផ្ទះចល័តស្រុកស្រីសន្ធរយើងខ្ញុំបានរៀបចំបានមួយចំនួនធំហើយបងប្អូនបានមួយចំនួនធំហើយចំពោះប្រភេទផ្ទះដែលមានទំហំ3ម៉ែត្រគុណនឹង8ម៉ែត្រហ្នឹងតម្លៃរបស់វាគឺ7700បងប្អូន7700ជាប្រភេទផ្ទះខ្ពស់បើបងប្អូនយកជាប្រភេទផ្ទះទាបតម្លៃវាតែ7000ទេអាហ្នឹងចំពោះតែមួយផ្ទះទេបងប្អូនមួយផ្ទះបើសិនជាបងប្អូនយកពីរផ្ទះអាហ្នឹងយើងគិតពីរផ្ទះទៅហើយយើងគិតតម្លៃតនៅផ្នែកកណ្ដាលហ្នឹងបន្ថែមទៀតតិចតួចទៀតមកគឺរួចរាល់ហើយយើងបោកសរុបជាទំហំរបស់វាពិតប្រាកដឡើងទំហំ7ម៉ែត្រគុណនឹង8ម៉ែត្រហើយបងប្អូនឡើងទំហំ7ម៉ែត្រគុណនឹង8ម៉ែត្រហើយយើងឡើងពីចដាហ្នឹងមកយើងមកដល់វេរង្ដាហ្នឹងមានខាងឆ្វេងមានខាងស្ដាំហើយមានទៅមុខត្រង់ហើយក្នុងបន្ទប់គឺបែបហ្នឹងបងប្អូនគឺក្នុងបន្ទប់គឺបែបហ្នឹងគឺខាងផ្ទះចល័តស្រុកស្រីសន្ធរយើងខ្ញុំប្រើប្រភេទឈើលេខ1ទាំងអស់គឺប្រើគ្រឿងរនុកអណ្ដងទងផ្លានបកងដានណៃប្រើសឡៅក្តារក្រានជាងពីដើមប្រើសក្រំហើយលោកញីឈ្មោះអត់មានចំហអត់មានប្រហោងអីទេយើងអាចដាក់ម៉ាស៊ីនត្រជាក់បានណាបងប្អូនយើងអាចដាក់ម៉ាស៊ីនត្រជាក់បានហើយពីបន្ទប់ហ្នឹងគឺដូចគ្នាទេបងប្អូនពីបន្ទប់ហ្នឹងដូចគ្នាទេគឺយើងចេញពីតួបន្ទប់ហ្នឹងទៅគឺទៅដល់វេរង្ដាហើយវេរង្ដាហ្នឹងគឺភ្ជាប់គ្នាបងប្អូនយើងតភ្ជាប់គ្នាហើយយើងមានផ្លូវដើរទៅក្រោយមួយទៀតផ្លូវដើរទៅក្រោយហ្នឹងទំហំរបស់វា1ម៉ែត្រតែក្រុមជាងគាត់កំពុងតែរៀបចំវាយបាតហើយនៅវាយពីដានហើយបន្ទប់ទី2ហ្នឹងក៏ដូចតែបន្ទប់ទី1ដែរបងប្អូនបន្ទប់ទី2ហ្នឹងគឺដូចតែបន្ទប់ទី1ដូចគ្នាទេគឺនៅក្នុងសាច់បន្ទប់ហ្នឹងទំហំរបស់វា3ម៉ែត្រគុណនឹង6ម៉ែត្រកន្លះយើងអាចដាក់គ្រែបាន2ទេបងប្អូនយើងអាចដាក់គ្រែបាន2ចំណែកវេរង្ដាខាងមុខហ្នឹង1ម៉ែត្រកន្លះគុណនឹង7ម៉ែត្របើយើងសរុបទាំងពីរផ្ទះហ្នឹងទៅបងប្អូនសរុបទាំងពីរផ្ទះហ្នឹងទៅអញ្ចឹងអត់មានអីទៀតទេបងប្អូនព្រោះក្រុមជាងកំពុងតែធ្វើពេលដែលធ្វើរួចរាល់អស់ចាំខ្ញុំបង្ហាញជូនបងប្អូនម្ដងទៀតបាទមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណសូមជម្រាបលាបងប្អូនកុំភ្លេចជួយ like ជួយ share ជួយឲ្យបេះដូងផងណាបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផង